គាត់ទទួលរងនៅជំងឺផ្លូវចិត្តធ្ងន់ធ្ងរគំនិតនៃភាពសប្បាយរីករាយរបស់គាត់គឺការចាក់មនុស្សដោយមជុលម្ដាយអ្នកមានរបស់គាត់បានជួលវិកលចរិតកំពូលម្នាក់មកព្យាបាលគាត់បន្ទាប់ពីកំណត់រោគសញ្ញារបស់ក្មេងប្រុសនោះហើយគ្រូពេទ្យក៏សម្រេចចិត្តប្រើថ្នាំសរសៃប្រសាទកម្រិតទាបដើម្បីទាញយកស្ថានភាពផ្លូវចិត្តពិតប្រាកដប៉ុន្តែក្មេងប្រុសនោះក៏សម្គាល់ឃើញថាទឹករបស់គាត់ត្រូវបានដាក់ថ្នាំនៅពេលដែលគ្រូពេទ្យគង់ងាកទៅយករបស់អ្វីមួយក្មេងប្រុសនោះក៏ឆ្លៀតឱកាសចាក់ថ្នាំពេញមួយដបចូលទៅក្នុងកែវរបស់គ្រូពេទ្យនៅពេលរបស់ទួលពួកគេទាំងពីរក៏ផឹកនៅពេលដែលគ្រូពេទ្យដឹងថាដបទូទេវាហួសពេលទៅហើយគាត់ត្រូវបានជេរឥទ្ធិពលដែលកាយយោស្បាត់ឃើញដែលលើសឡប់នៅពេលជាមួយគ្នានោះជុតឆាកដ៏គួរឲ្យភ័យខ្លាចបានធ្វើឲ្យគ្រូពេទ្យភ័យស្លន់ស្លោទាំងស្រុងហើយគាត់ក៏រត់គេចខ្លួនក្មេងប្រុសនោះក៏ត្រូវបាត់បង់ដៃទាំងពីរជារៀងរហូតម្ដាយអ្នកមានបន្ទោសគ្រូពេទ្យចំពោះអ្វីៗគ្រប់យ៉ាងហើយជួយឃាតករឲ្យតាមប្រមាញ់គាត់ខ្ញុំចង់ឲ្យក្បាលរបស់គាត់ទៅកូនប្រុសខ្ញុំជាកាដូសម្រាប់ថ្ងៃកំណើតទី21របស់គាត់ប៉ុន្តែវិកលចរិតបានរត់គេចខ្លួនទៅកាន់ទីក្រុងតូចមួយនៅរដ្ឋផ្សេងទៀតគាត់បានបដួលឈ្មោះហើយបើកមន្ទីរពេទ្យវិកលចរិតខ្លាយជាអ្នកដឹកនាំដែលគេគោរពប៉ុន្តែនៅពីក្រោយមុខមកដែលគួរឲ្យគោរពនោះគាត់ពិតជាគ្មានមេត្តាដើម្បីតាក់ទាញអ្នកវិនិយោគបន្ថែមទៀតនេះបានធ្វើការវះកាត់ខួរក្បាលផ្នែកខាងមុខយ៉ាងចំពោះមុខទស្សនិកជនគាត់បានចាក់ស្កេតកកតាមរន្ធផ្នែកនៅអ្នកជំងឺដើម្បីបំផ្លាញផ្នែកខាងមុខនៃខួរក្បាលដែលជាទស្សនីយភាពដ៏បង្ហោះឈាមធ្វើឲ្យអ្នកនៅក្នុងបន្ទប់ទាំងអស់ក្អួតលើកលែងតែមនុស្សម្នាក់គឺគីលានូបថាជាការវ័យក្មេងដែលទើបតែចូលថ្មីឈ្មោះរ៉ាជិតនាងមើលដោយការបដោតអារម្មណ៍ទាំងស្រុងការវះកាត់ខួរក្បាលមិនមែនជារឿងតែមួយគត់ដែលកើតឡើងនៅទីនេះទេរាល់អ្វីដែលគេហៅការព្យាបាលដែលការកែនៅព្រំមន្ទីរពេទ្យនេះហួសពីព្រំដែននៃមនុស្សធម៌ដើម្បីព្យាបាលភាពស្រឡាញ់ភេទដូចគ្នានាយកបានបង្កើតការព្យាបាលដោយការជាប់ក្តៅនិងត្រជាក់ដំបូងអ្នកជំងឺត្រូវឃុំខ្លួននៅក្នុងទឹកដែលក្តៅដល់120អង្សាហ្វេរ៉ានហៃតបន្ទាប់មកសីតុណ្ហភាពត្រូវបានបង្កើនយ៉ាងលឿនដល់250អង្សានៅពេលដែលអ្នកជំងឺចិត្តនឹងឆ្អិនគាត់ត្រូវបានផ្ទេរភ្លាមៗទៅក្នុងអាងងូតទឹកដែលពេញដោយទឹកកកត្រូវបានធ្វើទរណកម្មហួសពីការយល់ដឹងទាំងអស់អ្នកជំងឺស្រែកថាគាត់បានជាសះស្បើយដើម្បីរស់រានមានជីវិតទោះបីជាមានភាពភ័យខ្លាចនៅក្នុងមន្ទីរពេទ្យនេះក៏ដោយប្រាជិតបានបន្ទិញចិត្តថានឹងធ្វើការនៅទីនេះនាងបានបង្ហាញខ្លួនជាច្រើនដងដើម្បីដាក់ពាក្យហើយនាយកបានបដិសេធនាងរាល់ដងរហូតដល់ថ្ងៃដែលអ្នកជំងឺស្រាប់តែបាត់បង់ការគ្រប់គ្រងរាជិតបានបោះជំហានទៅមុខហើយទប់ស្កាត់គាត់ដោយភាពស្ងប់ស្ងាត់និងច្បាស់លាស់ឈុតឆាកទាំងមូលកាត់ឡើងនៅចំពោះមុខទេសាភិបាលដែលចាន់អារម្មណ៍នឹងភាពស្ងប់ស្ងាត់របស់នាងឥឡូវនេះនាយកគ្មានជំរឿអ្វីកើតពីជួននាងនោះទេទោះបីជាក្រោយមកដឹងថារាជិតបានបបោះថ្នាំស្លាប់ឲ្យអ្នកជំងឺដើម្បីបង្កឲ្យមានឧបទ្ទវហេតុក៏ដោយគាត់មិនបណ្ដេញនាងចេញដែរព្រោះមានទេសាភិបាលនៅទីនោះមូលហេតុដែលនាងចង់ចូលមន្ទីរពេទ្យនេះខ្លាំងណាស់គឺដោយសារមនុស្សម្នាក់គឺបងប្រុសរបស់នាងឈ្មោះ Edmund កើតពី6ខែមុនគាត់បានសម្លាប់បួសជាចា4នាក់អ្នករស់រានមានជីវិតដែលលាក់ខ្លួននៅក្រំក្រែបានឃើញហេតុការណ៍សម្លាប់រង្គាលទាំងមូលបន្ទាប់ពីគាត់ត្រូវបានចាប់ខ្លួន Edmund បានខ្លែងខ្លាចជំងឺផ្លូវចិត្តធ្ងន់ធ្ងរដើម្បីគេចចេញពីទោសប្រហារជីវិតហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនេះដើម្បីសង្គ្រោះបងប្រុសរបស់នាងដំបូងត្រូវកម្ចាត់សាច់ស៊ីតែម្នាក់គាត់នាងខ្លែងខ្លួនជាអ្នកតែព្រះវិហារហើយចូលទៅចិត្តអ្នករស់រានមានជីវិតនៅពេលដែលនាងទទួលបានព័ត៌មានថាអ្នកដឹកនាំរឿងកំពុងជួបជាមួយរាជិតបន្ទាប់ពីយប់មួយជាមួយគ្នានាងបានដឹងពីគាត់ថាគោលដៅរបស់គាត់គឺមានយកមន្ទីរពេទ្យត្រឡប់មកមន្ទីរពេទ្យវិញនាងបានអញ្ជើញនាយកទៅញ៉ាំអាហារពេលល្ងាចក្នុងពេលញ៉ាំអាហារនាងបានប្រជុំមុខនឹងអតីតកាលរបស់គាត់ហើយផ្ដល់ជំនួយដើម្បីដោះស្រាយជាមួយឃាតករ